ប្រជាពលរដ្ឋយើងច្រើនណាស់ប្រជាពលរដ្ឋច្រើនមនុស្សល្អមនុស្សស្ម័គ្រចិត្តមនុស្សលះបង់គេហៅថាមនុស្សលះបង់មានលះបង់ការយល់ដឹងវាខ្ពស់ជាថ្មីម្ដងទៀតក៏សូមអរគុណទៅដល់បងម្ចាស់ដីលោកបានស្ម័គ្រចិត្តនេះថ្ងៃនេះបានជួយអាអិចខ្ញុំទៀតបាន2គ្រឿងអាអិច2គ្រឿងឥឡូវបើអ្នកជួយខ្ញុំមែនទេណាលោកជួយមកជួយតាំងពីជួយតាំងស្អីមកដាក់កម្លាំងឲ្យជួយកាយខ្ញុំទៀតឲ្យបានស្អាតអញ្ចឹងអានេះហើយដែលខ្ញុំចង់បានដែលប្រជាពលរដ្ឋយើងចង់បានមនុស្សល្អណាស់ធំធានមនុស្សយើងល្អណាស់ដើម្បីជួយមកអភិវឌ្ឍប្រទេសជាតិយើងឲ្យបានល្អកុំឲ្យអំពើទុកឲ្យរឿងអស់ហ្នឹងតទៀតជាថ្មីម្ដងទៀតមានមួយទៀតមកចំណុចទៀតដែលពិសេសខ្ញុំទទួលបានពីឌីសូដាហ្មងនៅតំបន់ចាក់ជ្រូកហើយយើងព្រៃទានេះគាត់ថាឥឡូវមានសម្រាប់កែឡើងនៅដោយសារម៉េចពីមុនសម្រាប់ម៉មយកមកបោះចោលក្នុងលូក្នុងកន្លែងឥឡូវសម្រាប់លេខតកោនៅខាងនៅលើគោកវិញអាក្នុងទឹកវាលែងមានទេអានេះដែលជាលក្ខណៈពិសេសរបស់ប្រជាពលរដ្ឋយើងជាលក្ខណៈពិសេសរបស់អ្នកប្រជាពលរដ្ឋយើងក្នុងរយៈពេលមួយខែចុងក្រោយនេះខ្ញុំឃើញណត់គំនិតរបស់ប្រជាពលរដ្ឋមានការប្រែប្រួលណត់គំនិតរបស់ប្រជាពលរដ្ឋមានការប្រែប្រួលឡើងណាប្រែប្រួលយើងមកដល់ឃើញទាំងអស់គ្នាអត់មានសម្រាប់ប្រែប្រួលទាំងអស់គ្នាអត់ឃើញសម្រាប់អត់មានសម្រាប់នេះសិនសម្រាប់ចាក់តែទឹកហូរទៅអត់ទាន់ទឹកហូរអត់ទាន់អានេះហើយដែលសូមឲ្យវប្បធម៌ទាំងអស់គ្នាហ្នឹងវប្បធម៌ទាំងអស់គ្នាបន្តនៃការចូលរួមទាំងអស់គ្នាបើសិនជាប្រជាពលរដ្ឋចូលរួមប៉ុណ្ណឹងសំទុះតាមមួយឆ្នាំល្អណាស់យើងកោនៅលើសម្រាប់នៅលើដីខ្ញុំនឹងប្រជុំជាមួយនឹងមីសូដាប្រជុំអីដើម្បីជំរុញឲ្យគាត់យកសម្រាប់ហ្នឹងយកទៀតហើយដើម្បីកុំឲ្យវាចូលបោះចូលទៅក្នុងបលាយអានេះហើយតែខ្ញុំចង់បានអញ្ចឹងជួបមុខឲ្យលោកអភិបាលខណ្ឌពោធិ៍សែនជ័យជួបមុខឲ្យបានព្រមផ្សេងខ្ញុំសូមអរគុណទៅដល់ប្រជាពលរដ្ឋយើងដែលបានចូលរួមយ៉ាងសស្រាក់សស្រាំពីរឿងបញ្ហាលូបលាយហើយនឹងផ្លូវដែលយើងចាប់ផ្ដើមរំដោះទាំងអស់កន្លែងនេះក៏ខ្ញុំអរគុណទៅដល់ប្រជាពលរដ្ឋនៅកន្លែងចាក់ជ្រូកគេហៅចាក់ជ្រូកនោះឥឡូវកំពុងរស់តាមផ្លូវនឹងកំពុងរស់យ៉ាប់រស់អីទាំងអស់អូយអាហ្នឹងឲ្យសុបាយណាស់ធ្វើទៅវាចំបេះដូងអ្នកស្រុកអ្នកភូមិយើងធ្វើទៅវាចំបេះដូងសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលយើងធ្វើទាំងអស់គ្នាខ្ញុំធ្វើខ្ញុំខំហ្នឹងមិនមែនធ្វើដើម្បីទៅអ្នកណាទេធ្វើហ្នឹងគឺបម្រើប្រជាពលរដ្ឋដើម្បីវាកំណែប្រជាពលរដ្ឋវាកាន់តែច្រើនកំណែយានយន្តឡានម៉ូតូច្រើនណាស់ប៉ុន្តែផ្លូវយើងអត់រីកមានតែវួរគ្នាលក់ឲ្យកាន់តែរួញតូចអញ្ចឹងយើងពេលឥឡូវប្រជាពលរដ្ឋលោកចូលរួមលោកយល់ដឹងយើងយកអាឯកទៅទៀនទៅទុកអញ្ចើមទុកអីគេដើរទៅអីទៅលក់វាដាច់ប្រជាពលរដ្ឋក៏ចូលចិត្តពេលដែលវាជាអៀតអូវាទលាយពេលដែលវាទលាយប្រជាពលរដ្ឋចង់មកមើលចង់មកទិញចង់មកមើលចង់មកទិញអូនកម្មករខ្ញុំក៏ស្រួលដើរអូនកម្មករខ្ញុំក៏ស្រួលដើររកផ្លូវណាដើរដើម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងខ្ញុំនឹងបានពេលដែលហើយឈូសអីឲ្យខ្ញុំនឹងឈូសផ្លូវនេះខ្ញុំនឹងសុំអគ្គនាយកឈូសធ្វើឲ្យផ្លូវនោះមួយផ្លូវនោះគេហៅផ្លូវអមរោងចក្រហើយជាចម្ងាយជាង2គីឡូចម្ងាយ2គីឡូដើម្បីយករំដោះនៅពីព្រៃទាមកបងប្អូនគាត់ចេញពីរោងចក្រមកគាត់ដើរតាមហ្នឹងនេះបងកែនេះក៏លោកមើលមេការហ្នឹងគាត់ជួយគាត់ឲ្យយោបល់ខ្ញុំមិនធ្វើទៅល្អអានេះហើយតែការចូលរួមពីម្ចាស់ដី